ngàyនេះមក unboxing Avatar 360 tele អេក្រង់បាទធ្លាប់ឃើញវីដេអូមុនហើយគឺខ្ញុំ unboxing tele ប្រភេទពួក tele motion ដែលយើងពាក់ VR តែបើនេះវិញគឺដូច drone ធម្មតាចឹងចាំមើលថា VM ប៉ុណ្ណាជាមួយនឹង Avatar 360ណាជាមួយនឹង tele អេក្រង់តោះរបៀបប្រើប្រាស់វិញគឺធានាហ្មងគឺដូចទៅនឹង drone ធម្មតាទេមើលបាន accessory វាគឺមាន tele អេក្រង់ RC2 RC2 មានថ្ម3គ្រាប់ក៏ដូចជា charger hub ផ្សេងៗ Avatar 360នេះគឺអែមខ្លាំងខ្ញុំហ៊ានធានាថាអញ្ចឹងតែម្ដងដោយសារតែវាមានជាមួយនឹង border ដែលការពារជាមួយនឹង motor ស្លាបវានេះក្នុងងឈ្ងុយមែនតែនបាទខ្ញុំដកចេញមកខាងក្នុងមួយទៀតអូខេនេះគឺជាខាងក្នុងវាគឺទទួលបានជាមួយនឹងកាបូបមួយកាបូបនេះរៀងធំជាងកាបូបធម្មតាបាទធំជាងកាបូប R3S ទៀតកាបូបយ៉ាងស្រស់ស្អាតនេះមួយហើយនៅខាងក្នុងកាបូបហ្នឹងគឺ accessory ឡើងពេញតែម្ដងអ្នកមើលមកគឺឈឺក្បាលតែមើលចាក់ស្ដែងទេអត់ឈឺក្បាលទេទី1គឺទទួលបានជាមួយនឹងតួ drone នេះគឺជាតួ drone DJI Avatar 360តទៅទៀតយើងទទួលបានជាមួយនឹង landing pad នេះគឺជាប្រទេសចត drone ដែលហៅថា landing pad ហ្នឹងទទួលបានមួយទៀតហើយទទួលបានជាមួយនឹង remote control DJI RC2 បាទ RC2 នេះស្អាតខ្លាំងនឹងដុំសាកថ្មនេះគឺជាដុំសាកថ្មទាំងអស់តែហ្មងគឺដុំសាកថ្មជាមួយនឹងថ្មមួយចំនួន3គ្រាប់ទៀតទទួលបានជាមួយនឹងសភ័យណែនាំជាមួយនឹងនេះប្រាប់ជូតជាមួយនឹង slab សកួរនេះជាមួយឈុតដែរនៅសាប់សកួរមួយឈុតជា accessory ដែលវា include មកជាមួយនឹងមួយ package ទាំងអស់ហ្នឹងនេះមកប្រអប់ហ្នឹងគឺមានទាំងអស់ហ្នឹងទាំងគ្នាមាន propeller ចំនួនមួយ set drone landing pad ក៏ដូចជា accessory ខ្ញុំបញ្ជាក់មុនហ្នឹងតោះឥឡូវយើង activate ជាមួយ drone បើកផ្ទះទាំងអស់គ្នានេះគឺជា charger hub វាមុនហ្នឹងអញ្ចឹង charger នេះវាមានថ្មតែមួយកម្មទេអញ្ចឹងខ្ញុំធ្វើការយកវាទៅសាកថ្មសិននេះសាកមួយ type C នេះយើងដល់ជាមួយនឹងដូចហ្នឹងហើយយើងដល់ជាមួយនឹងក្បាលឆ្នាំងសាកទូរស័ព្ទយើងក៏បានអីក៏បានដែរឲ្យតែប្រភេទពួក type C សងខាងអញ្ចឹងទៅយើងអាចសាកថ្មនឹងបានហើយមកពេញយើងអាចយកប្រើប្រាស់បានណាតែឥឡូវនេះយើងចូលដល់ drone នេះអញ្ចឹង drone នេះគឺយើងបើកជាមួយនឹងខំ plastic នេះមកគឺជា drone មកទាំងនេះ Avatar 360ដូចតាប្រភេទពួក Avatar ដែលប្រើជាមួយ motion ទេអញ្ចឹងខ្ញុំដោះជាមួយនឹងកម្រកាមេរ៉ាវាចេញនេះកម្រកាមេរ៉ាយើងដោះចេញចេញមកហើយបន្តមកទៀតយើងអាចធ្វើការមើលបានបើកាមេរ៉ាស្អាតខ្លាំងនិយាយទៅស្អាតខ្លាំងមែនតើណាកប់សេរីតែម្ដង LiDAR sensor ក៏ដូចជានេះគឺដូចជា ultrasonic sensor កប់សេរីតែម្ដងកន្លែងនេះបើអ្នកនរចូលមកគឺវាទាមទារ Wi-Fi យើងអាច connect Wi-Fi ចេញមកអូខេចេញមកវា connect ចូល Wi-Fi យើងហើយដើម្បីភ្ជាប់គ្នាមួយ drone ហ្នឹងក្នុងការ activate ក៏ដូចជាចុះឈ្មោះក្នុងតន័យ DJI អញ្ចឹងទៅណាឥឡូវវាគ្រីហើយខ្ញុំចុចពាក្យ next ចុចពាក្យ next ចឹងមកបើអ្នកនរគ្នាអត់ចង់ជិះក្បាលច្រើនអ្នកនរគ្នាអាចឲ្យពួកខ្ញុំ set up ឲ្យហើយបានហើយនេះគឺ account អ្នកនរគ្នា account ហ្នឹងអ្នកនរគ្នាអាចធ្វើការ log in account អ្នកនរគ្នាក៏បានដែរបើថាអត់មាន account ទេអ្នកចុចពាក្យថា create account ទៅវាយ password Gmail នេះវាយ Gmail យើងក៏ដូចជា password បង្កើតថ្មីមកគឺយើងអាចបង្កើត account បានហើយតែបើថាអត់ចង់ប្រើអត់ចង់បង្កើតចេះបង្កើតអាចធ្វើការសុំពួកខ្ញុំបានពួកខ្ញុំមាន Gmail អញ្ចឹងណានេះយើងអាចប្រើ Gmail របស់ពួកខ្ញុំបានណា remote control វាបាន set up ហើយអញ្ចឹងខ្ញុំធ្វើការដោតជាមួយនឹងថ្មនេះអញ្ចឹងថ្ម drone គឺខ្ញុំដោតបែបនេះនេះ create យើងសេរីមកនេះសេរីអាកលឹងនេះចូលកលឹងមកផ្លឹបនេះប៉ណ្ណឹងស្មើអយនិយាយទៅ drone នេះគឺ slim មែនតើណារៀងវា slim ដូចគូតមូសអញ្ចឹងបាទអញ្ចឹងឥឡូវខ្ញុំបើក drone ហ្នឹងចុចវាមួយចេញភ្លើងជំនឿជាប់មកនេះបើ14កាំគឺវាចាប់ផ្ដើមដំណើរការម៉ាស៊ីនមកវាតែម្ដងនេះគឺម៉ាស៊ីនវាដំណើរការហើយមានប្របាទេនេះគ្រាន់បើក drone បើកតលេចឹងមកចាំវាមកស្ទុះវាស្គាល់តែម្ដងចាំមើលបើវាស្គាល់គឺវានឹង load បង្ហាញរូប drone នេះហើយនេះគាត់អ្នកនេះក៏បើកប៉ុណ្ណឹងមកគឺវាស្គាល់គ្នាដែល automatic តែម្ដងអញ្ចឹងខ្ញុំអាច agree មកនេះដើម្បី activate DJI device ហ្នឹងអញ្ចឹងចាំវាបន្តិចយើងចូល Google Fly មកវាទាមទារយើង update firmware សិនបាទអញ្ចឹងខ្ញុំអាច update តាមវាសិនមកបាទ update ចំនួន 2G ជាងបាទអញ្ចឹងវារៀងយូរដែរចាយពេលច្រើននាទីដែរឥឡូវយើងហោះហើរជាមួយ DJI Avatar អញ្ចឹងសម្រាប់ការហោះហើរគឺដូចខ្ញុំប្រាប់អញ្ចឹងឈរពីក្រោយ drone ហ្នឹងគឺដាក់ក្បាល drone ខាងមុខយើងឈរពីក្រោយហ្នឹងហើយយើងអាចធ្វើការបញ្ឆេះ motor បានបាទបញ្ឆេះ motor វាហួចចំ cam ពីរនេះមកណា cam ពីរហ្នឹងគឺវាវិល motor ហើយយើងអាចហុញ joystick ខាងឆ្វេងនេះឡើងលើមកគឺវាហោះឡើងតែម្ដងជាមួយខ្ញុំហុញឡើងណែគឺហុញឡើងប៉ុណ្ណាគឺហោះឡើងប៉ុណ្ណាណានេះចង់ឡើងបានប៉ុណ្ណាគឺប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងវាហោះឡើងគឺវានឹងល្អមែនតើដោយសារតែវាមាន sensor នៅខាងក្រោមវាហើយសម្រាប់ការបញ្ជាបាទខាងឆ្វេងនេះគឺហុញឡើងគឺវាឡើងហុញចុះគឺវាចុះចង់ងាកក្បាលខាងឆ្វេងងាកក្បាលទៅខាងស្ដាំចង់ទៅមុខបាទចង់ទៅក្រោយចង់ទៅឆ្វេងចង់ស្ដាំយើងអាចសាកបន្ថែមទៅបាននៅកន្លែងទីតាំងដីវាលអ្នកនរគ្នាអាចសាកដោយខ្លួនឯងទៅដែលនិយាយទៅផ្ដល់ភាពងាយស្រួលមែនតើសម្រាប់ការហោះលើ Avatar ហ្នឹងដោយសារតែយើងហោះទីតាំងដីវាលវាដីវាលទៅវាអត់ភ័យក្នុងការបុកប៉ាយអញ្ចឹងទៅណាអញ្ចឹង DJI Avatar គឺស្រួលហោះមែនតើណាមើលតែការហោះបានបាទនឹងល្អនឹងស្កល់យកតែមែនតើតែម្ដងនឹងស្កល់មែនតើខ្ញុំកាន់អត់មានតាមបញ្ជានេះទេគឺទុកវាចោលតែម្ដងអញ្ចឹងអែមជាមួយទៀតបាទកាមេរ៉ាវាហូតដល់ 8K នោះនេះ 8K នោះនេះមើលកន្លែងបាននេះគឺអត់ឃើញនោះនេះ 8K ហើយរហូតដល់60 frame បាទ 8K 60 frame សាហាវវាខ្លាំងមែនតើតែម្ដងអញ្ចឹង DJI Avatar 360នេះណាគេចង់ថតច្បាស់ចង់ថតកម្រិតខ្លាំងអីគឺមើលប្រភេទពូនេះបានបាទ